ទេសរដ្ឋមន្ត្រីកែវរ៉េមីប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានលើកឡើងថាយន្តការ UPHR គឺជាយន្តការដ៏សំខាន់តែមួយគត់របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិដែលផ្ដល់ឱកាសឲ្យប្រទេសសមាជិកចែករំលែកនូវវត្តមានវត្តនិងផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមកលើវិស័យសិទ្ធិមនុស្សកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងយន្តការនេះចំនួន4ជុំរួចមកហើយជាក់ស្ដែងសម្រាប់ជុំទី4មានប្រទេសសមាជិកអង្គការសហប្រជាជាតិចំនួន100បានចូលរួមផ្ដល់អនុហាសលើករបាយការណ៍ជាតិរបស់កម្ពុជាចំនួន275អនុហាសដែលអនុហាសភាគច្រើនជាការកោតសរសើរលើកទឹកចិត្តនិងជំរុញឲ្យកម្ពុជាបន្តអនុវត្តកម្មវិធីគោលនយោបាយនិងផែនការយុទ្ធសាស្ត្រផ្សេងបន្តទៀតសម្ដៅពង្រឹងវឌ្ឍនភាពលើគ្រប់វិស័យទេសរដ្ឋមន្ត្រីកែវរ៉េមីបានបន្តថាការនេះបានឆ្លុះបញ្ចាំងពីការទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងនិងការដាក់ចេញនូវចក្ខុវិស័យដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាតាំងពីអតីតកាលដឹកនាំរបស់សម្ដេចតេជោហ៊ុនសែនរហូតមកដល់បច្ចុប្បន្នក្រោមការដឹកនាំប្រកបដោយភាពឆ្លាតវៃរបស់សម្ដេចមហាវធិបតីហ៊ុនម៉ាណែតក្នុងការលើកកម្ពស់និងការការពារសិទ្ធិមនុស្សរបស់ប្រជាជនទូទៅស្របតាមច្បាប់និងលិខិតតុបករសិទ្ធិមនុស្សអន្តរជាតិរួមទាំងបរិបទជាក់ស្ដែងនៃសង្គមកម្ពុជាការលើកឡើងរបស់ទេសរដ្ឋមន្ត្រីកែវរ៉េមីបានធ្វើឡើងនាព្រឹកថ្ងៃទី27ខែឧសភាឆ្នាំ2026ក្នុងឱកាសអញ្ជើញជាអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីយន្តការពិនិត្យឡើងវិញជាសកលតាមការកំណត់ UPHR ក្រោមកិច្ចសហការរវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានិងរដ្ឋបាលខេត្តបន្ទាយមានជ័យដោយមានការចូលរួមពីលោកអ៊ុំរាត្រីអភិបាលខេត្តបន្ទាយមានជ័យតំណាងសាលាដំបងខេត្តឲ្យការអមសាលាដំបងខេត្តកងរាជអាវុធហត្ថរដ្ឋបាលសាលាខេត្តពន្ធនាគារខេត្តបន្ទាយ